បងប្អូនឥឡូវនេះគឺដីចាប់ផ្ដើមស្ងួតទឹកហើយអញ្ចឹងដីស្ងួតទឹកគឺចន្ទិះរបស់យើងវាមានលទ្ធភាពក្នុងការបញ្ចេញត្រួយហើយជំនឿថាប្រព័ន្ធស្បែកគឺវាអាចបឺសារធាតុចិញ្ចឹមពីក្នុងដីបានហើយចន្ទិះរបស់យើងវានឹងដឹងខ្លួនថាវាចាប់ផ្ដើមធ្វើការបញ្ចេញត្រួយហើយតែគ្រាន់តែថាបើសិនជាបងប្អូនបណ្ដោយឲ្យចន្ទិះយើងបញ្ចេញត្រួយបានតាមបែបធម្មជាតិអញ្ចឹងត្រួយរបស់យើងចេញបានតិចចេញមិនស្រុះគ្នាហើយតុងត្រួយក៏មិនធំធ្លោល្អស្លឹកក៏មិនធំដែរអញ្ចឹងយើងត្រូវការបាញ់ឈុតបំពន់ជំនួយបន្ថែមជាមានថាយើងបាញ់ឲ្យអាហារទៅបន្ថែមទៀតទៅលើស្លឹកហើយចំពោះការបាញ់ឈុតទាញត្រួយខាងប្អូនមានឈុតតោមាសមានរំញោចខ្លាំងបូកជាមួយនឹងត្រួយខ្លាំងឈុតពីរមុខហ្នឹងគឺជំនាញក្នុងការដាស់ដំណេកត្រួយឲ្យត្រួយហ្នឹងគឺឆាប់បញ្ចេញពកត្រួយមកពកត្រួយឆាប់បាញ់មាត់ចាបហើយត្រួយចេញមកបានច្រើនបានធំធ្លោះល្អស្លឹកត្រួយចន្ទិះរបស់យើងគឺពោពេញទៅដោយថាមពលកម្លាំងជំរុញជួយដល់ដំណាក់កាលផ្កាទេបងប្អូនហើយសម្រាប់ឈុតទាញត្រួយតោមាសគឺទិញ3ថែមជូន1ហើយសម្រាប់បងប្អូនដែលជាម្ចាស់ដេប៉ូខាងប្អូនក៏មានតម្លៃពិសេសជូនដែរបាទ